ជំរាបសួរក៏ដូចជាសួស្តីមិត្តអ្នកដែលលេងទាំងអស់គ្នាដែរបាទសុខទុក្ខសុខសប្បាយយ៉ាងម៉េចហើយមិត្តអ្នកដែលលេងបាទហើយចំណុចតាបុនវិញគឺសុខសប្បាយខ្លាំងមែនតើគ្រាន់តែដាច់លុយចាយអញ្ចឹងណាអ្នកតែគ្នាហ្នឹងហើយមិត្តណាខ្លះដែលមានលុយចាយចែកតាបុនចាយផងណានិយាយលេងមកទីនេះបាទអូខេអញ្ចឹងថ្ងៃនេះតាបុនខ្ញុំនឹងនាំមិត្តអ្នកដែលលេងទៅកន្លែងរមណីយដ្ឋានឆ្ងាយម្ដងឆ្ងាយពីក្រុងបាត់លុងឆ្ងាយគឺសែនឆ្ងាយគឺឆ្ងាយរហូតដល់60គីឡូឯណោះគឺឆ្ងាយខ្លាំងមែនតើបាទយើងទៅស្រុកអណ្ដូងមាសបាទយើងទៅរមណីយដ្ឋានមួយហៅថាគឺកោះបោះខំបាទកោះបោះខំអញ្ចឹងបងប្អូនឬក៏មិត្តអ្នកដែលលេងដែលរស់នៅក្នុងខេត្តរតនគិរីមួយចំនួនធំក៏ស្គាល់មួយចំនួនតូចក៏មិនទាន់ស្គាល់បើសិនជាអ្នកដែលស្គាល់ហើយអូខេមិនអីទេហើយអ្នកដែលមិនទាន់ស្គាល់តោះអញ្ចឹងមើលវីដេអូខ្ញុំគឺឃើញហើយបាទកន្លែងណាម្ដុំណាអញ្ចឹងអ្នកទាំងគ្នាហ្នឹងហើយអូខេអញ្ចឹងកុំភ្លេចទៅតាមដានជាមួយខ្ញុំទាំងគ្នាបាទតាមខ្ញុំហើយនិយាយពីរឿងផ្លូវវិញអត់ពីបាក់ទេគឺស្រួលខ្លាំងមែនតែនស្រួលមហាសានស្រួលភ្លឹងតែម្ដងហើយផ្លូវស្រួលកុំភ្លេចពាក់មួកសុវត្ថិភាពណាមិត្តអ្នកដែលលេងអាងផ្លូវស្រួលអត់ពាក់មួកគឺចប់ហើយចឹងផ្លូវស្រួលគឺពាក់មួកសុវត្ថិភាពការពារសុវត្ថិភាពខ្លួនឯងបាទអូខេអញ្ចឹងទៅដល់ស្រុកដងមាសភ្លាមយើងក៏ធ្វើដំណើរចាក់ចេញពីផ្លូវថ្នល់ជាតិយើងចូលទៅដល់ផ្លូវលំបាទផ្លូវលំនេះគឺយើងឆ្ពោះទៅកន្លែងកោះឬរមណីយដ្ឋានកោះបោះខំប៉ុន្តែបើយើងនិយាយអំពីផ្លូវវិញគេអត់ទាន់ជួសជុលនៅឡើយទេប៉ុន្តែវាមិនមែនជាបញ្ហាធំដុំណាទេភ្លើងយើងអាចដើរទៅបានយើងអាចជិះទៅបានវាមិនអីទេប៉ុន្តែវាមិនយំចាប់ទេគេនឹងជួសជុលគេនឹងសាងសង់ថ្មីហើយអញ្ចឹងណាតែហ្នឹងហើយដល់រមណីយដ្ឋានកោះបោះខំខ្ញុំទៅដល់ភ្លាមខ្ញុំមានថាវ៉ាវប្រែខ្លាំងមែនទែនគឺស្អាតមួយនេះស្អាតខ្លាំងមែនទែនគឺស្អាតទាំងទីសភាពស្អាតខ្លាំងមែនទែនខ្ញុំពិបាករៀបរាប់មួយនេះបាទខ្ញុំពិបាករៀបរាប់ខ្ញុំចង់ឲ្យមិត្តអ្នកដែលលេងទៅខ្លួនឯងបាទព្រោះការរៀបរាប់របស់ខ្ញុំវាមិនសពមិនជុំជ្រោយទេមិនចង់ឲ្យមិត្តអ្នកដែលលេងទៅខ្លួនឯងទស្សនាខ្លួនឯងទៅមើលខ្លួនឯងទៅលេងខ្លួនឯងនៅកោះបោះខំខ្លួនឯងនឹងដឹងហើយថាវាស្អាតប៉ុណ្ណាអញ្ចឹងអ្នកតែគ្នាហ្នឹងហើយទៅមើលខ្លួនឯងមកទីណាខ្ញុំរីកមិនថាកន្លែងហ្នឹងគឺស្អាតខ្លាំងមែនតើ the best ខ្លាំងមែនតើស្អាតខ្លាំងមែនតើគឺអូបាក់រៀបរាប់គឺសម្រាប់ខ្ញុំគឺស្អាតខ្លាំងមែនតើបាទស្អាតពេញបេះដូងតែម្ដងបាទអញ្ចឹងបើសិនជាអ៊ំពូមីងឬក៏មិត្តអ្នកដែលលេងដែលចង់ទៅអូខេអញ្ចឹងទៅបានបាទនៅមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារដៃគូក្រុមការងារអាចទៅកន្លែងនឹងបានគឺសេរីតែម្ដងអត់មានយូរលុយអត់មានយូរកាក់ទេបាទគឺទៅមកសេរីមកសប្បាយអញ្ចឹងណាអ្នកតែគ្នាហ្នឹងហើយគឺវាល្អខ្លាំងមែនតើហើយបើសិនជាមិត្តអ្នកដែលលេងផ្សេងដែលនៅបណ្ដាខេត្តផ្សេងដែលគេចង់មកខេត្តរតនគិរីអញ្ចឹងកុំភ្លេចកោះបោះខំនេះបាទបើយើងទៅខែនេះវារៀងពិបាកបន្តិចសារខែវស្សាវាភ្លៀងវាខ្លាំងទឹកហូរខ្លាំងតែបើមកសុំប្រុងប្រយ័ត្នបន្តិចវាទឹកវាខ្លាំងអញ្ចឹងអ្នកតែគ្នាហ្នឹងវាគួរយើងតែបើយើងទៅខាប់បើយើងទៅខាប់ប្រាំងគឺអត់អីទេអញ្ចឹងទឹកវាហូរតិចតិចយើងអាចមុជកន្លែងឆ្ងាយបានអញ្ចឹងអ្នកគ្នាហ្នឹងហើយអញ្ចឹងវាស្អាតខ្លាំងមែនតើមើលក្នុងវីដេអូខ្ញុំគឺស្អាតខ្លាំងមែនតើបាទស្អាតខ្លាំងមែនតើបាទ nice អូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទអញ្ចឹងកុំភ្លេចទៅកោះបោះខំដែលស្ថិតនៅក្នុងស្រុកឧត្តរមាសខេត្តរតនគិរីអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយជូនពរមិត្តអ្នកលេងសុខភាពល្អសុខភាពល្អប្រកបការងារទទួលបានជោគជ័យគ្រប់ក្រុមគ្រួសារខ្ញុំបាទតាប៊ុនអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ